សំណួរតើសូរគ្រាសនិងច័ន្ទគ្រាសខុសគ្នាដូចម្ដេចចម្លើយសូរគ្រាសនិងច័ន្ទគ្រាសខុសគ្នាត្រង់សូរគ្រាសកើតឡើងនៅពេលព្រះច័ន្ទស្ថិតនៅចន្លោះភពផែនដីនិងព្រះអាទិត្យហើយស្រមោលរបស់ព្រះច័ន្ទបានចោលមកលើផ្នែកណាមួយនៃភពផែនដីច័ន្ទគ្រាសកើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះច័ន្ទហើយស្រមោលនៃភពផែនដីបានចោលទៅលើផ្ទៃព្រះច័ន្ទ